Wow ខ្ញុំថាស្រឡាញ់ពណ៌ខ្មៅតែពណ៌នេះក៏មួយយ៉ាងដែរគឺវាមើលទៅចាំងដល់បើកបងប្អូនគ្នាអូខេជម្រាបសួរស្វាគមន៍មកបងប្អូនគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំហើយវីដេអូរបស់ខ្ញុំនេះគឺខ្ញុំធ្វើការបើកអបក៏ដូចជាការធ្វើការ review តិចតួចដែរតើតងទៅនឹងកាសមួយនេះគឺវាចេញយូរហើយគឺរបស់ក្រុមហ៊ុន OnePlus 3សម្រាប់បងប្អូនដែលប្រើទូរស័ព្ទដៃ Android ហើយអត់ចង់ចំណាយលុយច្រើនលើកាសថ្លៃដូចជា AirPods អីយើងអាចមើលកាសនេះបានតម្លៃវាក្រោម$100ហើយខ្ញុំធ្វើការបើកអបខ្ញុំដឹងចំណាប់អារម្មណ៍របស់ខ្ញុំដំបូងជាមួយកាសនេះផងដែរខ្ញុំបានស្រាវជ្រាវវាមួយចំនួនដែរតទៅទៅនឹងកាសហ្នឹងគឺនិយាយពីរូបរាងវាគឺស្អាតយ៉ាងឥឡូវយើងបើកអបមើលសិនខ្ញុំប្រើជាមួយនឹង Android OnePlus ដែរដោយសារតែមើល review នៅខ្មែរអត់សូវមានណាគេធ្វើពីហ្នឹងទេចឹងអត់សូវដឹងព័ត៌មានដែរប៉ុន្តែ OnePlus គឺរបស់ក្រុមហ៊ុន Oppo ដែរខាងក្រោយគេមានអក្សរ Oppo តែឥឡូវយើងបើកមើលក្នុងវ៉ាវខ្ញុំថាស្រឡាញ់ពណ៌ខ្មៅតែពណ៌នេះក៏មួយយ៉ាងដែរគឺវាមើលទៅចាំងដល់បើកបងប្អូនគ្នាយ៉ាងម្នាក់ជាមួយនឹង AirPods ទេលឹបឡើងភ្លឺលឡងណាស់ម្ដងសម្បើកមិនខ្លះនេះទេបាទស្អាតហើយទូចបាទនេះវារៀងផ្ដេកបើ AirPods វារៀងឈរឡើងលើអ្នកមួយយ៉ាងដែរតែដឹងសំឡេងគុណភាពវាមិនទេតែស្អាតឥឡូវយើងមើលនៅក្នុងប្រអប់វាគេឲ្យខ្លះដែរអូហូกระดาษអីគេខាងសាកខ្ញុំគិតថាវាខាងសាកមែនខាងសាក OnePlus គឺខ្សែរបស់គេគឺពណ៌ក្រហមអញ្ចឹងតែម្ដងទុកសិនក៏បានមិនចាំប្រើពួក Type C មកកោកឯងហើយគេឲ្យកាសនេះចំនួន3យ៉ាងម្នាក់បើ Apple ក៏រៀបចំស្អាតដែរតែ Apple វាថ្លៃពេកវា$200ជាងអានេះវាថ្លៃទាបទេក្នុង80រៀល90រៀលចុះតម្លៃនៅស្រុកខ្មែរយើង89តែឥឡូវខ្ញុំจะធ្វើការតេស្តជាមួយនឹងអានេះហ្មង tablet ខ្ញុំតែម្ដងចាប់ចូលលើធ្វើការភ្ជាប់រកកន្លែងបើក Bluetooth វាសិនយើងបើកបោកវាតែម្ដងមកហើយជាមានឆ្លាច់ចុចប៊ូតុងហ្នឹងយើង search មើលមានអត់ទេចេញតែម្ដង OnePlus Buds Series យើង allow វាមក allow វាចឹងមកអូខេហើយជាប់ហើយកាត់ទៅទីសិនអូគឺនេះគឺត្រូវបកជាប់វាចេញអានេះមិនមែនពណ៌នេះគឺពណ៌សអូកាបៀល quality វាក៏អេមដែរបាទអូខេបិទសិនយើងសរុបសេចក្តីមកទៅមិនជាការ review ពេញទេហើយបទពិសោធន៍ខ្ញុំស្ដាប់គឺកាសនេះគឺពាក់ជាទៅគឺមួយយ៉ាងដែរគឺមិនចាញ់ជាមួយនឹងការ AirPods ដែលខ្ញុំបានប្រើថ្ងៃហ្នឹងទេហើយការ design មើលតាមរូបអត់គួរស្រឡាញ់ទេប៉ុន្តែពេលយើងមើលផ្ទាល់គឺជាយ៉ាងមកគេគឺ premium ដែរក្លឹបអត់លឺទេជាប់ល្អអូខេវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងហើយសង្ឃឹមថាបងប្អូនដែលចង់រកទិញកាសនេះអាចដឹងពីព័ត៌មានវាខ្លះហើយបើសិនជាមានចម្ងល់អីផ្សេងទៀតអាច comment នៅខាងក្រោមខ្ញុំនឹងអាចចែករំលែកបទពិសោធន៍នៃការប្រើកាសនេះពោះ
ដើម្បីទិញកុំឲ្យខុសដោយសារខ្ញុំមើល review គេដែរទេមុននឹងទិញហើយពីច្រើនបរទេសឥឡូវខ្ញុំធ្វើខ្លួនឯងសង្ឃឹមថាបងប្អូនដែលចង់រកទិញអាចមើលវីដេអូនេះហើយចាណាខ្លួនឯងបានអូខេបាយបាយ